ក្មេងមិនទាន់ដាច់ទឹកដោះដូចឯងសូម្បីតែអក្សរមន្តក៏សរសេរមិនត្រូវផងគិតចង់បំបែករបាំងការពារនឹងហេកុំនិយាយច្រើនពេកបើភ្លើងភ្លាមទៅរួចរាល់របាំងការពារនេះពិតជាមិនធម្មតាមែនកាន់តែស្មុគស្មាញខ្ញុំកាន់តែរំភើបដល់ពេលផ្ទៀងផ្ទាត់ហើយឯងកំពុងធ្វើស្អីហ្នឹងដូចជាហូរឈាមហើយតើគ្រាន់តែដូចជាហេទើបតែដឹងខ្លួនថាហូរឈាមទេហីប្រហែលជាឯងមិនទាន់ដឹងពីភាពធ្ងន់ធ្ងរនៃរឿងនេះទេណែអាល្អិតកុំមកលេងសាច់បំភ័យគ្នាណានៅសល់តែយន់ចុងក្រោយមួយទៀតទេគឺពេលនេះហើយមកចុះចលាចរខ្លាំងម្ល៉េះឬមួយពួកក្មេងខូចទាំងនោះលួចកំទេចវិហារកំពីហើយរបាំងការពារភ្នំហេសិស្សច្បងធំហេតុអីវិហារកំពីមានពន្លឺពណ៌មាសអញ្ចឹងគឺមានមនុស្សនៅខាងក្នុងវីវហើយសិស្សប្អូនស្រីតូចស្លាប់ហើយស្ងាត់ជ្រុងតែម្ដងសិស្សប្អូនស្រីប្រហែលជាគ្រោះថ្នាក់ហើយមើលទៅកុំនិយាយអប់អង្គអញ្ចឹងមើលកុំមកដាក់ទំនាយសិស្សប្អូនស្រីរបស់ខ្ញុំណាកុំលេងសាច់អីឥឡូវចាប់ផ្ដើមរកពីជាន់ទី1ទៅរកគ្រប់ជ្រុងជ្រោយទាំងអស់កុំឲ្យរំលងសំបីតែបន្តិចសិស្សច្បងធំសិស្សច្បងទី6សិស្សច្បងទី7ពួកបងកំពុងរកខ្ញុំមែនទេសិស្សប្អូនស្រីតូចឯងណែងាមានការអីអត់ហ្នឹងខ្ញុំនៅទីនេះតើមើលមកជណ្ដើរជាន់ទី6មករលឹងចុងសក់អស់ហើយសិស្សប្អូនស្រីតូចឯងកាត់អីហ្នឹងហេតុអីគួរឲ្យខ្លាចចម្លេះសិស្សប្អូនស្រីឯងមិនអីទេមែនទេតើមិនបានប្រាប់ឯងទេហេថាជាន់ទី6ឡើងស្អីហ្នឹងសិស្សប្អូនស្រីតូចឯងបានធ្វើស្អីខ្លះដាក់វិហារកំពីហ្នឹងទីនេះជាជាន់ទី6ហេពួកយើងឡើងមកដល់ជាន់ទី6មែនហើយចុះរបាំងការពារដ៏សាហាវនៅចន្លោះជាន់ទី5និងទី6នោះប៉ិតទៅណាហើយពួកយើងឡើងមកបានដល់ចុះរបាំងការពារជាន់ទី6នេះពិតមែនហើយគឺខ្ញុំជាអ្នកបំបែកវាខ្ញុំចំណាយពេលអស់មួយខែពេញឯណោះប្រើខួរក្បាលហួសកម្រិតរហូតជ្រុះសក់អស់មួយគំនោហត់សឹងស្លាប់ទៅហើយសិស្សប្អូនស្រីតូចឥឡូវឯងមានអារម្មណ៍យ៉ាងម៉េចដែរការសិក្សាមិនអាប់មហត់នឿយខ្លាំងណាស់កុំធ្វើឲ្យខ្លួនឯងរបួសអីសិស្សច្បងធំអន់ក្បាលចុះបន្តិចមកសិស្សប្អូនស្រីតូចនេះស្រួលខ្លួនខ្លាំងណាស់សិស្សប្អូនស្រីតូចឯងធ្វើស្អីដាក់សិស្សច្បងធំហ្នឹងហេតុអីគាត់លេងកម្រិតអញ្ចឹងនៅក្នុងបាក់ឈីងស្វៀនរបស់យើងនៅមានមនុស្សផ្សេងទៀតអត់លោកគ្រូនៅខាងយើងដែរអត់ទេពិតមែនហើយលោកគ្រូថោកទាបម្នាក់នេះពិតជាមានបញ្ហាក្នុងសៀវភៅដើមមិនសូវនិយាយពីគាត់ទេគាត់ត្រជាក់ស្រទន់ដាក់សិស្សពេកហើយមិនមែនជាមនុស្សខាងយើងដាច់ខាតមាននរណានៅក្នុងវិហារកំពីអត់ហ្នឹងគ្រូគ្រាន់តែមកពិនិត្យមើលស្ថានភាពបន្តិចប៉ុណ្ណោះចម្លែកមែនចណ្ដើស្រាប់តែលេចចេញមកដោយខ្លួនឯងមិនអាចទៅរួចទៅកើតចម្លែកណាស់ច្បាស់ជាមានពន្លឺពណ៌មាសនិងរលកធាតុអាកាសប្រែប្រួលតើហេតុអីគ្មានអ្វីសោះអញ្ចឹងនេះជាយន្តបំបាំងកាយហេថែមទាំងជាយន្តកម្រិតខ្ពស់ទៀតផងអំបញ្ញមញសូសម្រាប់ជើងគាត់ប្លែកដូចជាចង់សម្រុកចូលមកទើបខ្ញុំប្រញាប់បិទយន្តនេះភ្លាមសំណាងហើយដែលធ្វើទាន់ពេលសិស្សប្អូនស្រីតូចអញពិតជាពូកែខ្លាំងណាស់មិនក៏អញដឹងថាគាត់នឹងឡើងមកក្នុងការដែលគាត់មិនមែនជាមនុស្សខាងយើងគាត់ឡើងមកជាន់ទី6បានតែមិនប្រាប់ពួកយើងវាមិនមែនជារឿងធម្មតាទេហើយបានហើយកុំគិតពីរឿងរំខានចិត្តទាំងនោះទៀតអីក្នុងពេលដែលលោកគ្រូមើលមិនឃើញពួកយើងប្រញាប់ធ្វើការងារសំខាន់វិញទៅសិស្សច្បងពួកបងប្រញាប់មកមើលយន្តការនេះមើលស្អីគេហ្នឹងធ្វើមុខណាស់ភ្លឺហើយហ៎មិនក៏លុបទៅវិញហើយខូចហើយមើលទៅប៉ះពីវាពីកោនេះច្បាស់ជាយន្តការមិនអាគមដ៏ស្មុគស្មាញហើយត្រូវតែចុចតាមលំដាប់លំដោយទៅបានប្រសិនបើប៉ះចំប្រព័ន្ធបំផ្លាញខ្លួនឯងពួកយើងច្បាស់ជាស្លាប់នៅទីនេះមិនខានខ្ញុំលេងប៉ះហើយមើលមិនយល់សោះតែម្ដងភ្លឺហើយរលត់ទៅវិញមានន័យថាម៉េចទៅគួរឲ្យចាប់អារម្មណ៍មែនឈៀនសានលៀនខុនលាវទួនចិនយ៉ាងមូសិស្សច្បងខ្ញុំរកឃើញហើយមហាមុនប្រោះប្រានឡើងវិញនេះជាមិនអាគមដែលឯងចង់រកការពីមួយខែមុនមែនទេថាមពលនេះខ្លាំងក្លាណាស់សូម្បីតែកាន់នៅក្នុងដៃក៏មានអារម្មណ៍ថាប្រលឹងកំពុងញ័ររន្ធត់ដែរនេះជាមិនអាគមកម្រិតណាទៅនឹងដូចជាខ្លាំងជាងសិភៅមិនអាគមទាំងអស់នៅក្នុងបាក់របស់យើងទៅនេះជាមិនអាគមកម្ពុជាបំផុត
ពិតមែនហើយលើកពីជាន់ទី9ទៅទៀតវាជាវិជាកំពូល សិស្សប្អូនតូចហេតុអីបានជាឯងចេះប្រើថាស្មុននេះទៅវិញ អសរមុននៅលើនឹងអូនមើលយកតើពុករួមទាំងទម្រង់និងការរៀបចំរបស់បណ្ណាល័យនេះអូនគ្រាន់តែកញ្ញាបន្តិចក៏ដឹងបាត់ទៅហើយ ឬមួយសិស្សប្អូនតូចជាកំពូលអ្នកពូកែពិតមែន បងធំធាតុដែកសរសៃវិញ្ញាណតូចជំនាញដាវបងធំសាកមើលសៀវភៅមួយក្បាលនេះមើលយ៉ាងម៉េចដែរ សិស្សប្អូនតូចនេះជាវិជាជាន់ទី7តើជាន់ទី7អេមិនមែនជាទ្រព្យសម្បត្តិការពារបក់ដែលមានតែនៅក្នុងបទធំទាំង4ក្នុងរឿងព្រេងទេអីពិតមែនហើយនៅពិភពខាងក្រោមវិជាជាន់ទី6គឺកំមកខ្លាំងណាស់ឯជាន់ទី7រឹតតែមិនដែលទៀតមានវិជានឹងហើយទោះបីជាត្រូវប្រយុទ្ធជាមួយអ្នកខ្លាំងជាងក៏ខ្ញុំនៅតែអាចតាំងបានដែរសិស្សប្អូនល្អប្រញាប់ជួយរកឲ្យបងមួយក្បាលដែរមក ចាស់បានមានគ្រប់គ្នានឹងចាំអូនរកមើលឲ្យបងប្រុសទី2ធាតុភ្លើងកម្លាំងផ្ទុះខ្លាំងបងប្រុសទី7ធាតុទឹកវិជាគូណែកសុទ្ធតែជាន់ទី7ទាំងអស់ ខ្ញុំតច្រកយូរហើយនេះពិតជាដូចជាបានឈូងក្នុងពេលធ្លាក់ទឹកកកអញ្ចឹងសិស្សប្អូនតូចទៅថ្ងៃមុខឯងជាប្អូនស្រីបង្កើតរបស់បងហើយកាដូដ៏ធំនេះបងសូមទទួលយកហើយសូម្បីតែជីវិតក៏បងហ៊ានដូរឯងដែរ បើចូលចិត្តហាត់រៀនដល់ថ្នាក់នឹងអញ្ចឹងឲ្យព្យុះភ្លៀងធ្លាក់មកឲ្យកាន់តែខ្លាំងទៅចុះព្រាមច្បងទាំងអស់គ្នាអំបញ្ញមិនគ្រាន់តែជាមហូបកំងលេងទេទាំងនេះទៅជាអ្វីដែលអូនរើសឲ្យមិនច្រើនទេម្នាក់តែ10ក្បាលជាងនឹង 10ក្បាលជាងផងសិស្សប្អូនតូចឯងនិយាយមែនទេពិតមែនតើអូនឃើញរៀមច្បងមានដងស្រាប់ហើយថែមទាំងឧស្សាហ៍ទៀតគុំកំណាញ់កម្លាំងអីហាត់អស់ចាំអូនរកឲ្យទៀតបងធំអូនគិតរួចហើយនៅសល់តែ5ខែទៀតទេដល់ពេលប្រកួតក្បាច់គុនកម្ពុជាប្រចាំ5ឆ្នាំម្ដងហើយពេលកន្លះឆ្នាំរៀនរបស់ទាំងនេះគឺសល់ពេលច្រើនណាស់ដល់ពេលនោះបាក់ឈីងស្វៀនរបស់យើងត្រូវតែឈរនៅលំដាប់កម្ពុជា ប្រកួតក្បាច់គុនកម្ពុជាអេតែបាក់ឈីងស្វៀនយើងមិនដែលចូលរួមការប្រកួតសម្ព័ន្ធភាពអញ្ចឹងទេហើយលោកគ្រូមិនដែលខ្វល់រឿងនឹងទេគាត់ថាឈ្មោះល្បីមិនសំខាន់ទេអ្វីដែលសំខាន់គឺត្រូវលាក់ខ្លួនអីទៅមកពីលោកគ្រូខ្ជិលខ្លួនឯងតើកាលពីលើកមុននៅដែនអាត់កំបាំងក្នុងខាងលិចបើសិនជាបងប្រាប់ឈ្មោះបាក់ឈីងស្វៀនតាំងពីដំបូងហើយបាក់ឈីងស្វៀនជាបាក់ដ៏ល្បីល្បាញទៀតនោះតើបាក់ឈីងស្វៀនហ៊ានចោទបងថាជាបិសាចហើយដណ្ដើមយកសត្វស្លាប់របស់បងទេ មិនហ៊ានទេពួកគេគ្រាន់តែឃើញខ្ញុំគ្នាបង្អែកប៉ុណ្ណោះ នឹងហើយគេឈ្មោះនឹងហើយជាខ្សែការពារខ្លួន តែបងតែងតែចេញទៅប្រកួតខាងក្រៅបើប្រាប់ឈ្មោះហើយបែរជាចាញ់មិនធ្វើឲ្យខូចឈ្មោះបាក់អស់ទេអី ចាញ់ហេអញ្ចឹងចាប់ពីពេលនេះទៅកុំចាប់ពាក្យថាចាញ់ខាងនឹងចោលទៅហាត់អស់ទាំងនេះហើយបងនៅតែចាញ់ទៀតមែន តែ ទេ សិស្សប្អូនតូចបើពួកយើងលេចធ្លោពេកខ្លាចតែមានគេនិយាយដើមទេដឹង និយាយដើមអីទៅចោទថាពួកយើងជាពួកក្រៅច្បាប់មែនទេ អ្នកដតីទោះមិននិយាយចំតែបើពួកយើងអួតអាងពេកពេលគេនិយាយពីបាក់ឈីងស្វៀនប្រហែលជាគ្មានពាក្យល្អឡើយ បងធំបងទី2បងទី7អ្នកខ្លាំងមិនត្រូវការមិត្តភក្តិទេឲ្យតែយើងខ្លាំងពិតប្រាកដមនុស្សលោកនឹងគោរពកត់ខ្លាចយើងមិនខានអ្វីដែលយើងត្រូវធ្វើគឺធ្វើឲ្យពួកគេខ្លាចមិនមែនធ្វើឲ្យពួកគេចូលចិត្តយើងនោះទេមកតាក់ដៃចូលគ្នាមកខំប្រឹងឡើងរួចរាល់ហើយទៅសម្រាប់ចុះ សិស្សប្អូនតូចចាំបន្តិចសិនគឺថាយន់មុនដែលធ្វើឲ្យស្រួលខ្លួននោះអាចឲ្យបងថែមបន្តិចទៀតបានទេ បងចង់និយាយពីយន់ស្ប៉ាអេ ខ្ញុំក៏ចង់បានដែររបស់នឹងបិទទៅស្រួលខ្លួនដល់ហើយ មានតើអរគុណច្រើនហើយសិស្សប្អូនតូច មិនអីទេអស់ចាំមកសុំអូនទៀតអូនមានឲ្យរហូតនឹងពួកបងនាំគ្នាខំប្រឹងអស់ហើយអញ្ចឹងអូនអាចគេងខ្ជិលបានហើយមែនទេមួយខែនេះក្រៅពីចាត់ចែងបណ្ណាល័យអូនហាក់ដូចជាមិនបានធ្វើរឿងធំដុំអីសោះចាំបន្តិចនៅក្នុងសិភៅច្បាប់ដើមក្រោយពេលយាយរងយាបឈានដល់ដំណាក់កាលស្ថាបនាគ្រិស្តនាងបានខំប្រឹងហាត់យ៉ាងខ្លាំងដោយសាររង្វាន់ពីបាក់ឈីស៊ីងត្រឹមតែមួយខែប៉ុណ្ណោះនាងក៏សម្រេចបានកម្រិតកម្ពស់នៃដំណាក់កាលដំបូងបំបីកំណត់ប្របាក់ចេះមួយអាក់លឿនបំផុតថែមទាំងបង្កើតបានគេរីកចម្រើនលឿនដូចហោះចុះខ្ញុំវិញមួយខែនេះធ្វើស្អីខ្លះហ្នឹងគិតតែពីបិទយន់ពូយន់ហើយនឹងតុបតែងបន្ទប់គេហាត់ចេះអស់ទៅហើយឯគម្ពីរមិនអាគមមួយគំនូររបស់ខ្ញុំសូម្បីតែទំព័រទី1ក៏មិនទាន់បើកមើលផងមិនបានទេមិនអាចចាញ់ស្រីពុតបុតការជុកស្នូកដាច់ខាតត្រូវតែខំប្រឹងឡើងឲ្យតែមិនទាន់ងាប់គឺត្រូវតែខំរៀនឲ្យដល់ទីបំផុតវិជាកម្ពុជានេះមើលទៅដូចជាពិបាកយល់ណាស់តែមិននឹកស្មានថាខ្ញុំមើលតែមួយផ្លែតក៏យល់បាត់ទៅហើយនេះជាវិជាកម្ពុជាមែនទេគ្មានដែនកំណត់ទុកនៅអ្វីគ្រប់យ៉ាងវិជាកាន់តែខ្លាំងការចាប់ដើមរៀនបែរជាកាន់តែងាយស្រួលទៅវិញចំពោះវិជាដែលទាមទារលក្ខខណ្ឌតឹងរឹងទាំងនោះគឺមកពីវិជាខ្លួនឯងមិនទាន់ខ្លាំងគ្រប់គ្រាន់តែប៉ុណ្ណោះសម្រាប់បានកម្រិតកម្ពុជានៃដំណាក់កាលដំបូងហើយនៅសល់តែមួយជំហានទៀតដល់ដំណាក់កាលកណ្ដាលគម្ពីរទាំង5ក្បាលនេះខ្ញុំហាត់បានដល់ជាន់ទី1ទាំងអស់ហើយ នៅក្នុងសិភៅច្បាប់ដើមត្រឹមតែ4ខែក្រោយឈានដល់ដំណាក់កាលស្ថាបនាគ្រិស្តយាយរងយិបបានឈានដល់កម្រិតកម្ពុជានៃដំណាក់កាលកណ្ដាលទៅហើយយិបនឹងឈានចូលដំណាក់កាលចុងក្រោយចុះពេកសន្យាជាមួយសត្វស្លាប់វិញ្ញាណបំផ្លាញខ្លួនដល់កាច់សាហាវយល់ដឹងច្បាស់ពីវិជាដាវភ្លើងកម្រិត B អាចប្រយុទ្ធឈ្នះសត្វចម្លែកកម្រិត 3 តែម្នាក់ឯងល្បីល្បាញពេញពិភពខាងក្រោមនឹងត្រូវបានគេហៅថាជា ម្នាក់ដំណាក់កាលកណ្ដាលម្នាក់ដំណាក់កាលដំបូងម្នាក់ចេះតែស្បែកក្រៅ5ក្បាលម្នាក់ទៀតចេះស្ទាត់3ក្បាលថែមទាំងមានសត្វចិញ្ចឹមទៀតគេមានទាំងដាវវិញ្ញាណសត្វវិញ្ញាណច
ចុះខ្ញុំវិញតើកញ្ចាស់ចេះតែជេរគេហើយពស់ចេះតែដេកមួយទៀត មើលស្អីមើលទៀតអញខ្វេភ្នែកចេញឥឡូវ ហេតុអីកុំលេបសមត្ថភាពកាន់តែឆ្ងាយទៅអញ្ចឹងឯងភ្ញាក់ហើយហេឃ្លានអត់ចង់ឲ្យខ្ញុំបញ្ចុកឈាមទៀតទេមែនហើយរបស់ល្អត្រូវតែចែករំលែកបើភ្ញាក់ហើយខ្ញុំធ្វើស្ប៉ាយឯងណាអត់មានអារម្មណ៍អីសោះនេះជាក្តីសុខដែលសំបីតែពួកច្បងក៏ទ្រាំមិនបានផងណាចុះបែបនេះវិញមានអារម្មណ៍ថាប្រលឹងហោះហើរអត់ កុំខាត់យន់ឥតប្រយោជន៍របស់ឯងទៀតអី ហេតុអីទៅនេះជាក្បាច់ពិសេសរបស់ខ្ញុំណា មិនមែនមុននេះឯងធ្វើបានយន់ពង្រួញខ្លួនខ្លះទេអេបិទលើខ្លួនឯងរួចលោតទៅលើផ្កាឈូកខៀវនោះទៅគង់តែដឹងទេ អូខេសាក់ក៏សាក់ទុនល្អណាស់ព្រះអើយធម្មពលវិញ្ញាណចេញពីផ្កាឈូកនេះខ្លាំងជាងយន់ស្ប៉ារបស់ខ្ញុំដល់ទៅ10ដងឯណោះធ្វើឲ្យរនរំគ្រប់កន្លែងស្រែកហូរតែម្ដងតិចនៅទីនេះកុំថាឡើយមនុស្សធម្មតាសូម្បីតែបាក់ឆ្អឹងបាក់ស្បែកក៏ស្រួលខ្លួនរហូតភ្លេចឈឺដែរមើលទៅសំតែខ្ញុំបិទយន់ច្រើនយ៉ាងនេះវាមិនដឹងខ្លួនសង្ស័យតែទម្លាប់ដេកសន្តាគារផ្កាយ5ទើបមើលមិនឃើញផ្ទះសំណាក់តាមផ្លូវអញ្ចឹងសៀនយីងបើចេញពីផ្កាឈូកខៀវនេះវានឹងលែងទទួលបានធម្មពលវិញ្ញាណនេះទៀតមែនទេ មែនហើយ អញ្ចឹងខ្ញុំមិនគួរនាំវាទៅទេមែនទេបរិយាកាសនៅទីនេះស័ក្តិសមឲ្យវាសម្រាប់ព្យាបាលរបួសជាង ការនោះគឺវាជ្រើសរើសដើរតាមឯងដោយខ្លួនឯងទេតើឯងគិតមិនដែរ វាសុកចិត្តបោះបង់កន្លែងស្រួលបែបនេះដើម្បីតាមខ្ញុំបើខ្ញុំលួចចោលវានៅទីនេះពេលវាដេកលក់ពេលវាភ្ញាក់ឡើងច្បាស់ជាខូចចិត្តស្លាប់មិនខាន អាល្អិតបើឯងគិតថាធ្វើបាបវាអញ្ចឹងខំប្រឹងហាត់វិជាមហាប្រោះប្រានទៅហាត់ឲ្យខ្លាំងហាត់ឲ្យស្លាប់រស់ទៅថ្ងៃនេះវាអាចភ្ញាក់ដោយខ្លួនឯងបានក៏ព្រោះតែឯងខ្លាំងជាងមុនធម្មពលជីវិតដែលកើតពីវិជាមហាប្រោះប្រានរបស់ឯងបានជួយព្យាបាលរបួសវាចប់រហូត យល់ហើយត្រូវតែប្រឹងប្រែងឡើងវិញរឿងខ្ជិលច្រអូសរឿងពឹងផ្អែកលើរៀមច្បងលែងមានទៀតហើយដើម្បីឯងនិងដើម្បីខ្លួនឯងខ្ញុំត្រូវតែរឹងមាំឡើងខ្លាំងឬមិនខ្លាំងនិយាយទេមិនកើតទេត្រូវតែសាកទើបដឹង ឯងចង់ធ្វើស្អីហ្នឹង ចាំមើលទៅខ្ញុំមានគំនិតដ៏អស្ចារ្យមួយរៀមច្បងទី6 វិញ្ញាណទី6ប្រាប់ខ្ញុំថាស្រាប់តែលេចមុខស្រីពៅដែលបាត់ខ្លួន3ខែមកវិញបែបនេះច្បាស់ជាមានល្បិចក៏មិនខានមានការអីមែនទេស្រីពៅ រៀមច្បងទី6ខ្ញុំនាំទៅកន្លែងមួយសប្បាយណា ចាំ ស់ បន្តិចខ្ញុំមិនយន់ច្រកចូលដល់ស្មុគស្មាញបែបនេះហេតុអីឯងចេះទៅវិញមិនមែនក្រំថ្នាក់គីងតានមិនឲ្យចូលទេអេ អូយកុំខ្វល់ពីរឿងតូចតាចលឿនឡើង អញត្រឹមថ្នាក់ជួជីសោះអាចទ្រាំទ្រនឹងខ្យល់បិសាចនៅទីនេះបានផងការខ្ញុំទើបឡើងគីងតានចូលមកដំបងត្រូវវាបោកឡើងឈឺពេញខ្លួនស្រីពៅប្រាប់ត្រង់មកឯងមកទីនេះញឹកញាប់មែនទេនេះជារឿងដែលថ្នាក់ជួជីគួរធ្វើមែនទេហ្នឹង តោះហើយ នេះជាស្អីហ្នឹង ចុះទៅឯង ស្រីពៅទីនេះជាកន្លែងណាខ្ញុំមិនដែលឮថានៅក្នុងដែនសម្ងាត់មានកន្លែងបែបនេះសោះ រៀមច្បងទី6សាកបញ្ចេញកម្លាំងធាតុបន្តិចមើល មានរឿងអីហ្នឹងកម្រិតវិជារបស់ខ្ញុំកម្រិតគីងតានវគ្គកណ្ដាលរបស់ខ្ញុំទៅណាអស់ហើយហេតុអីសត្រឹមជួជីវៈដំបងអញ្ចឹងឬមួយក៏ដោយសារតែ ត្រឹ ស ម ង្វៀន ត្រូវ ឡើ ហើយ យ រៀមច្បងឆ្លាតណាស់ខ្ញុំចំណាយពេល3ថ្ងៃ2យប់ដើម្បីបង្កើតសង្វៀនឲ្យតែចូលមកទីនេះកម្រិតវិជារបស់អ្នកគ្រប់គ្នានឹងស្មើគ្នាទាំងអស់ ចុះហេតុអីត្រូវតែជាថ្នាក់ជួជីវៈដំបង ព្រោះតែខ្ញុំនៅថ្នាក់ជួជីវៈដំបងនឹងណាខ្ញុំចង់ហាត់សមជាមួយរៀមច្បងតែខ្ញុំមិនទាន់អាចឡើងកម្រិតភ្លាមបានទេមានតែបង្ខំចិត្តឲ្យរៀមច្បងបញ្ចុះកម្រិតមកស្មើខ្ញុំហើយ ឯងនិយាយមកដូចជាមានហេតុផលសមរម្យណាស់រហូតខ្ញុំនិយាយមិនចេញតែម្ដងនិយាយរួមគឺមកពីខ្លួនឯងខ្សោយសម្ដែងធ្វើជាល្អរួចចង់មកធ្វើបាបខ្ញុំមែនទេ កុំនិយាយច្រើនអីខ្ញុំរំភើបណាស់ទីបំផុតមិនបាច់ហាត់ម្នាក់ឯងទៀតទេរៀមច្បងទី6ទទួលមួយដាវទៅវិជាដាវទេវៈចៅធានវិជាភ្លើងទេវៈហ្វូនីកថែមវិជាទឹកទន់ភ្លុនមួយទៀត មិនរួចទេពិតជាមិនរួចទេខ្ញុំលេងហើយ រៀមច្បងទី6មិនមែនបាក់ទឹកចិត្តបាត់ទេដឹងរៀមច្បងទន់ជ្រាយដល់ថ្នាក់នឹងផង ស្រីពៅខ្ញុំសុំចុះចាញ់ហើយ អញ្ចឹងក៏បានរឿងល្អចាប់ផ្ដើមហើយណា ស្រីពៅអញនិយាយសំឡេងទាំងនោះទេសភាពការមិនស្រួលទេណា យីហើយគឺពួកសត្វបិសាចកំពុងសម្រុកមកហើយ ចំនួននេះព្រះអើយច្រើនណាស់ណែនាំតាមតាប់តែម្ដងហ្វូងបិសាចសម្រុកមករកយើងហើយ ល្អណាស់ខ្ញុំត្រៀមខ្លួនរួចរាល់ហើយសម្រាប់ពួកវាទៅ ស្រីពៅនេះជាកន្លែងសប្បាយដែលឯងនិយាយមែនទេនេះជាកន្លែងយកជីវិតច្បាស់ណាស់ កុំរំខានអារម្មណ៍អីរៀមច្បងមើលក្បាច់ដៅខ្លួនឯងទៅមើលទៅមុតស្រួលជាងមុនមែនទេ នេះជាស្អីហ្នឹង រៀមច្បងទី6កុំហាច់វាអី
អាស្អីគេនឹង រឿងជាន់ទី6រត់លឿនឡើងវាប្រែធំដូចដើមវិញហើយពួកយើងវាមិនឈ្នះទេ សិស្សប្អូនស្រីអាសត្វចម្លែកនឹងឯងជាអ្នកចិញ្ចឹមមែនទេមិនក៏សុកធំ ពេល ម្ល៉េះ 3ថ្ងៃធ្វើមិនទាន់រៀបចំឲ្យមកចត់ទៅខ្ញុំក៏ប្រើយន់បង្រួមសត្វចម្លែកទាំងនោះរួចតាក់ទាញចូលក្នុងខ្នោះមុន ចុះចាំបាច់បង្រួមវាធ្វើអី មកពីលំខ្នោះមុនវាមិនល្មមដែរខ្ញុំធ្វើតន់តែខ្នោះមិនប៉ុនបន្ទប់មួយប៉ុណ្ណោះចឹងហើយខ្ញុំក៏កំណត់ឲ្យអ្នកចូលមកត្រូវបង្រួមតូច100ដងធ្វើចឹងតាមមិនលំវាខ្លាចជាធំវិញ បានន័យថាការពួកយើងមើលពីក្រៅឃើញវាតូចដល់ចូលមកឃើញធំ គឺដោយសារខ្លួនពួកយើងទៅហើយ អញ្ចឹងពេលយន់របូតវាច្បាស់ជាប្រែមកទំហំដើមវិញហើយឯងជាមេធ្នប់ប្រភេទត្រង់ណាហ្នឹងខួរក្បាលគិតចម្លែកម្ ឱ ល៉េះ កាសល្អដល់ហើយ រស់មានជីវិតពិតជាល្អមែន ខ្នោះមុននេះចាំខ្ញុំកែច្នៃបន្ថែមទៀតប្រកាសជាអាចឲ្យយន់ជាប់មិនងាយរបូតទេ សិស្សប្អូននិយាយត្រង់ចុះកែមិនកែក៏វាមិនមែនជារឿងល្អដែរមានតែធ្វើឲ្យឈួតចិត្តរំលងវាចោលទៅ រឿងជាន់ទី6បន្តិចទៀតខ្ញុំលែងសត្វចម្លែកនោះចេញមកបងជួយបិទយន់ឲ្យវារួចដាក់ចូលវិញផងណាវាលំដាប់ទី3នៅខាងក្រៅខ្ញុំវាមិនឈ្នះទេ អូខេបានតាអញ្ចឹងខ្ញុំចូលទៅហាត់ទៀតហើយ សិស្សប្អូនស្រីអញមើលនៅខាងក្នុងបងវីមិនឈ្នះអញសោះតតែអញប្រដៅបងទើបមានន័យធ្វើបែបនេះអញមិនបានស្ទាត់ជំនាញប៉ុន្មានទេ មែនអាក្រក់ ពិតមែនតើគួរតែរកអ្នកខ្លាំងជាងនេះមកប្រកួតជាមួយអញបងមើលទៅរឿងជាន់ទី1សំតើអញថាក្បាច់គុណធាតុភ្លើងជាន់ទី7ដែលបងហាត់ប៉ុន្មានខែនេះល្អតើដល់ពេលតេស្តមើលសមត្ថភាពរឿងជាន់ទី1ដែលបានហាត់3ខែមកនេះហើយគាត់ច្បាស់ជាខ្លាំងជាងបងឆ្ងាយណាស់ ត្រូវហើយរឿងជាន់ទី1ត្រូវចូលរួមប្រកួតក្បាច់គុណកម្ពុជាទៀត ត្រូវហើយការដំឡើងសមត្ថភាពរឿងជាន់ទី1គឺសំខាន់បំផុតគាត់ត្រូវតែទម្លុះពីថ្នាក់យួនយិងទៅហោសែនមុនពេលជួបអ៊ីរ៉ង់យាវ និយាយត្រូវ សិស្សប្អូនពួកយើងប្រញាប់ទៅរករឿងជាន់ទី1វិញ រឿងជាន់ទី1ខ្ញុំនាំបងទៅកន្លែងមួយសប្បាយលេងណាស់រឿងជាន់ទី1សម្រាប់ហើយហេ សិស្សប្អូនអានឹងបងសុកនឹកឃើញថាថ្មីនេះសិស្សប្អូនទី7ចង់តែចេញទៅបោះដៃប្រកួតជាមួយគោលសម្ព័ន្ធផ្សេងកម្លាំងសច្រើនពេកឲ្យគាត់មកសាក់ខ្នោះមុននេះមើលឯងគិតមិនដែរ ប៉ុន្តែរឿងជាន់ទី1ពួកយើងហាត់មិនទាន់ចប់ផងបន្តិចទៀតមានសត្វចម្លែកថ្មីចូលមកទៀត ទុកឲ្យសិស្សប្អូនទី7ខ្លះទៅគាត់ចង់តែប្រយុទ្ធតើសត្វចម្លែកច្រើនជាងពួកយើងប៉ុន្មានដងក៏គាត់វាស្លាប់ដែរសមត្ថភាពប្រយុទ្ធគាត់ខ្លាំងជាងគេក្នុងចំណោមពួកយើងឯងមិនចង់មើលទេហេ ចង់តើ អញ្ចឹងតោះបងនាំអញទៅរករឿងជាន់ទី7 ចា សិស្សប្អូនទៅចោះបងសុកយល់ធေါ်ខ្លះហើយត្រូវចូលសំងំហាត់ធေါ်ក្នុងរូងភ្នំមិនដេកមិនអត់រហូតដល់ថ្ងៃប្រកួតក្បាច់គុណកម្ពុជា ម្នាក់រត់លឿនម្លេះខ្ញុំគួរឲ្យខ្លាចដល់ថ្នាក់នឹងផងប៉ុន្តែនិយាយចុះឡើងក្បាច់រស់ឡើងវិញផ្សំជាមួយខ្នោះមុននេះពិតជាគ្មានគូប្រៀបមែនទោះខ្នោះមុនមិនបានសង្កត់សង្កិនខ្ញុំប៉ុន្តែភាពស៊ូទ្រាំខ្ញុំខ្លាំងជាងរឿងជាន់ទាំងឡាយឆ្ងាយណាស់ទើបហាត់បានជាន់ទី1សោះមានប្រសិទ្ធភាពម្លេះក្បាច់គុណកម្ពុជាពិតជាយាយ DS មែនរឿងជាន់ទី7ខ្ញុំនាំបងទៅកន្លែងមួយសប្បាយលេងណាស់ សិស្សប្អូននិយាយរឿងលេងគឺឯងចេះលេងមែន សិស្សបងទី7សរសើរជ្រុលហើយ សិស្សប្អូនឯងមានសមត្ថភាពថ្នាក់នឹងនៅតែក្នុងបាក់ King Chuan ធ្វើបាបតែគ្នាយើងស្ដាយសមត្ថភាពណាស់ រឿងជាន់ទី7ស្ដាប់សម្ដីបងដូចជាមានគំនិតល្អចឹង មានតែពួកយើងចេញទៅលេងខាងក្រៅទៅ ភ្នំ Dejen ដើមឡើយភ្នំ Dejen គឺជាកន្លែងហាត់សមដែលគ្រប់បាក់ចូលចិត្តបំផុតព្រោះវាបើកទូលាយហើយមានធនធានច្រើនប៉ុន្តែពាក់កណ្ដាលឆ្នាំមុនសុកមានអាប់គ្រប់ដណ្ដប់ភ្នំ Dejen ក្នុងសាច់រឿងដើមតួឯកស្រីរងយាធ្លាប់ទៅកន្លែងហ្នឹងកាលនោះបាក់ឆៃឆេងទៅហាត់សមអាប់នោះពិតជាច្រកចូលដែនសម្ងាត់ចៃដន្យអសោះយីរងយាជាមនុស្សដំបងគេដែលចេញផុតមិនត្រឹមតែជួយគេថែមទាំងជួបតួឯកប្រុសសិស្សច្បងចង់ខ្សែក្រុងខាញូគឺសៃយ៉ាឈិនអ្នកទាំងពីរស្រឡាញ់គ្នាតាំងពីឃើញដំបងហើយរួមដៃគ្នាយ៉ាងផ្អែមល្ហែមនេះជាសាច់រឿងភាគរំភើបបំផុតតា សិស្សប្អូនឯងមានស្ដាប់បងនិយាយអត់ហ្នឹង ស្ដាប់បានតារឿងជាន់ទី7ពួកយើងចេញដំណើរភ្លាមទៅ អេបងមិនទាន់ប្រាប់ផងថាអាប់នោះគ្រោះថ្នាក់ប៉ុណ្ណាដាច់ខាតកុំចូលចិត្តសោះបើហ៊ានតែចិត្ត និយាយតាមផ្លូវទៅយឺតអត់បានមើលរឿងល្អមើលទេ យឺតមើលប្អូនស្រីពៅ
សម្រាប់សិនទៅដើរតាមផ្លូវគូបានរាប់រយសន្លឹកហើយ មិនបានទេត្រូវត្រៀមឲ្យបានស្ទាត់សន្លឹកយន្តត្រូវតែមានច្រើនរើបានពីបណ្ណាល័យពេជ្រយន្តថ្នាក់មធ្យមបានតែប៉ុណ្្នឹងឯង នោះជាបេក្ខថ្នាក់មធ្យមណាមកពីអូនឯងគូលឿនពេកទេតើបងស្រីពើខំប្រឹងដល់ថ្នាក់នឹងគ្មានអ្នកណាប្រៀបបានទេនាំនាងចេញក្រៅលើកនេះរឹតតែរំភើបជាក់ជាមិនខាននោះជាអ្នកណាមើលទៅទុចម្លេះដូចជាពន្លកសណ្ដែកចឹង ពន្លកសណ្ដែក ខ្ញុំគឺឆៃវិញនៃវិមានយានយូសុំទោសជំនួបអូនប្រុស អត់អីទេមិនដឹងថាខ្ញុំទុចមែនទេមើល មនុស្សបាត់ទៅណា នៅទីនេះឥឡូវទុចល្មមនៅ អ្នកក្លាហានស្រីពូកែមែនទីនេះទីឋានស្មុគស្មាញทำពោចច្របូកច្របល់គួរតែទៅជុំគ្នាទៅ បានតា ដូចយន្តថ្នាក់ខ្ពស់ជួនអ្នកនាងជាការសំទោសមិនជ្រាបថាអ្នកនាងឈ្មោះអ្វីដែរ អរគុណខ្ញុំឈ្មោះយីលេងឡងក្រដាស់យន្តនេះខ្ញុំធ្វើខ្លួនឯងខ្លាំងណាស់ណា អញទៅជាសិស្សច្បងរបស់នាងណា លំហូរធម្មពលមិនស្រួលទេចាំសិនសិក្សាហើយច្រើនបែបនេះមានតម្លៃណាស់ អូនឯងឈួតទេអីមិញយើងរត់តា មិញរត់ដោយសារវាមិនឈ្នះតែឥឡូវខុសគ្នាវេទមន្តភ្លើង Phoenix របស់នេះខ្ញុំរកបានវេទមន្តភ្លើង Phoenix យីលេងឡងគឺជានាងទៀតហើយមិនស្រួលទេ អញសាងបាបកម្មអីបានជាត្រូវមកជាមួយប្អូនស្រីបើចេះ នេះមិនមែនជាកន្លែងបញ្ជូនទេទុចម៉ាស៊ីនបោកខោឲ្យចឹងផ្អែមម្លេះផ្កាអាប់តកកជាឱសថទិព្វបំបត្តិពុលនិងបំបែករូបភាពបំភាន់ទឹកឃ្មុំនេះផ្កាអាប់តកកដុះនៅកន្លែងត្រជាក់ស្រអាប់រស់នៅជាមួយឃ្មុំបិសាចលឿងកាច់សាហាវណាស់សត្វបិសាចកម្រិត3រស់នៅជាហ្វូងមានពីកាច់សាហាវសត្វបិសាចកម្រិត3វល់ហើយចូលជំរកវាហើយត្រូវហើយនៅមានរៀមច្បងទី7មានអ្នកជួយវានៅទីនេះខ្លាចអីទៀតរៀមច្បងទី7ភ្ញាក់ឡើងដល់ពេលធ្វើការហើយ គ្រឿងក្នុងអញរបូតអស់ហើយប្អូនស្រីពៅអូនឲ្យបងផឹកទឹកទីបអីហ្នឹងសុំថែមទៀតមក ជប់ផឹកទៅគឺទេឃ្មុំបិសាចមកហើយត្រៀមប្រយុទ្ធ គ្រាន់តែឃ្មុំបិសាចកម្រិត3មក 1v1 មក 2v1 គូនេះជាឃ្មុំបិសាច រៀមច្បងទី7ចុះបើមកមួយហ្វូងធំវិញ វាអីទៀតរត់ទៅមួយជីវិតអញមិនដែលជួបហ្វូងឃ្មុំបិសាចច្រើនបែបនេះទេវីទល់មុខអញមិនខ្លាចទេតែនេះច្បាស់ជាចង់មកវីព្រមហើយ រៀមច្បងទី7អូនមានគំនិតក្លាហានមួយ ជប់គិតភ្លាមទៅ នោះជាការអាប់តកកណាថ្លៃណាស់ណាហើយឆ្ងាញ់ទៀតរៀមច្បងប្រយ័ត្នផងអូនទៅមួយផ្លែតមកវិញហើយ យីលេងឡងមនុស្សគ្មានទឹកចិត្ត រៀមច្បងទី7ពិតជាមនុស្សល្អមែនលះបង់ដើម្បីរួមហើយមករៀបជុំគ្នាតែម្ដងណោះរៀមច្បងទី7ជួយផងយន្តបង្កើនល្បឿនយន្តការពារយន្តវាយប្រហារយន្តសំណាងមិនខ្វល់យន្តអីទេឲ្យតែមានប្រយោជន៍បិទទាំងអស់វេទមន្តភ្លើង Phoenix ស្បែកក្រាស់ម្លេះវេទមន្តព្រះខ័នសភាវៈវេទមន្តទឹកជោសាវេទមន្តបង្កើតជីវិតថ្មីណែអាឃ្មុំល្ងងមានគេលួចកែងហើយផ្ទុះបងប្រុសទី7មនុស្សទៅណាហើយ
មិនគួរសោះខ្ញុំបានឲ្យយន់បង្កើនល្បឿនទៅគាត់តើទោះវាមិនឈ្នះក៏រត់រួចដែរបងប្រុសទី7បងមិនអីអូនតូចអូនញ៉ាំស្អីហ្នឹងមិនក៏សុខខ្លាំងម្ល៉េះ គ្មានអីទេគ្រាន់តែអំបាញ់មិញជ្រោយដៃបំផ្ទុះស្ដេចឃ្មុំជាន់ទី4ចោលហើយក៏យកពីជីវិតបន្តិចបន្តួចអាណាចក្រសម្ងាត់ភ្នំមាសនេះគ្រាន់តែចូលភ្លាមរំភើបម្ល៉េះទៅមុខទៀតប្រហែលជាកាន់តែពិបាកហើយ អូនតូចមិនក៏អូនដឹងថាក្រោយអាប់ជាអាណាចក្រសម្ងាត់ ក្នុងសៀវភៅមានកត់ទុកតើ ទោះសៀវភៅបាក់ឆេងសួនយើងពូកែម្ល៉េះសំបីតែរឿងនេះក៏មានកត់ទុកដែរបងស្មានតែគេដាក់តាំងលំអតើ នោះមកពីពន្លឺទូឯកដើមតើនិយាយទៅបងក៏មិនយល់ដែរ អូនតូចចុះសៀវភៅនោះមានកត់ថាត្រូវចេញទៅវិញតាមណាទេ អត់មានទេ អត់មាន បងប្រុសទី7បងមិនគិតថាជីវិតពេញដោយភាពមិនច្បាស់លាស់ទើបអស្ចារ្យទេអី នៅជាមួយអូនរហូតចង់មិនអស្ចារ្យក៏មិនកើតដែរ អរគុណដែលបានសរសើរ តាមពិតបងសប្បាយចិត្តណាស់ មិនអញ្ចឹង ទីនេះសំបីតែចំពោះបងក៏ជាកន្លែងទីទាសមត្ថភាពនិងហាត់រៀនគ្រប់គ្រាន់ដែរប្រៀបធៀបនឹងតំបន់វឹកហាត់បែងចែកជាន់ច្បាស់លាស់នៅភ្នំមាសបងចូលចិត្តកន្លែងប្រជុំហានិភ័យមិនដឹងមុខបែបនេះជាងជាពិសេសលើកនេះមកវឹកហាត់មិនមែនតែម្នាក់ឯងដើរលេងខាងក្រៅយូរហើយទីបំផុតមានម្នាក់មកក្រោយជាមួយគ្នាហើយទោះជាការវឹកហាត់អូនទីបន្តិចសមត្ថភាពខ្សោយបន្តិចតែអូនឆ្លាតណាស់ដល់ពេលសំខាន់ពឹងផ្អែកបានតើ បងប្រុសទី7ដូចជាអូនយល់ដឹងពីវិជាបង្កើតថ្មីជាន់ទី2ហើយ ស្អីគេវិជាបង្កើតថ្មីជាន់ទី2នឹងជាក្បាច់គុណកម្ពុជាជាន់ទី2ណាអូនត្រឹមថ្នាក់បង្កើតគ្រឹះយកធ្លុះភ្លាមអញ្ចឹងចុះបងជាថ្នាក់ប្រមាញ់មាសលុបដុំយូរម្លេះទើបតែដល់ជាន់ទី2នៃធាតុទឹកជាន់ទី7តើទុកមុខឲ្យបងបន្តិចមិនបានទេ យកគឺយកហើយតើបងប្រុសទី7ជួយការពីអូនផងខ្ញុំត្រូវចូលក្នុងតាំងសមាធិហើយ ចង់ធ្វើភ្លាមធ្វើផ្លេតអូនជាបិសាចមែនទេ បងដូចជាចិត្តយកធ្លុះក្បាច់ធាតុទឹកជាន់ទី3ហើយពឹងអូនជួយការពីបងផង បានតើទុកលើអូនចុះ បងជាហើយរ៉ែតោះពួកយើងទៅវាយបិសាចរកលុយចេញដំណើរឥឡូវហ្នឹងខ្លាខិនភ្លើងជាន់ទី3អូនធ្វើបានចុកខ្យល់ជាន់ទី4 មានបានហើយអាណាចក្រសម្ងាត់នេះពិតជាកន្លែងហុងស៊ុយមែន ពិតមែនចូលមកស្មើនឹងចំណេញកប់ក្ដងអុយអូនតូចចាំបងផងបងប្រុសទី7ពួកយើងត្រូវគេចាប់ធ្វើជាជនរងគ្រោះហើយ ចឹងតោះទៅមើលអាណាក្រសែភ្នែកអន់ម្លេះហ៊ានចាត់ទុកពួកយើងជាចំណីផងឡើងទៅមើលបន្តិចមើល
ទៅមើលលើនោះទាំងអស់គ្នាគឺជានាង នាងមកហើយពួកយើងរួចខ្លួនហើយប្រញាប់រត់ទៅវាបំរុងចាំក្លិននាងហើយបើវាចាំក្លិនបានរត់ដល់ជើងមេឃក៏ស្លាប់ដែរ ចាំក្លិនហេរឿងប៉ុណ្ណឹងស្រួលទេតោះឡើងញ៉ាំឲ្យឆ្អែតទៅអាសត្វចង្រៃសិស្សប្អូននាងហ៊ានរើសអានឹងមកទៀតអាសត្វស្កាំងស្អុយនោះប្រញាប់ទុកវាទៅអញចិត្តស្លាប់ហើយស្អុយជាងពស់ពីសកម្រិត5ទៀតជួយផងស្អុយណាស់វាយ ភ្លេចបិទយ័ន្តបិទជ្រមុះឲ្យពួកបងឃើញទេខ្ញុំប្រាប់ហើយថានាងមានក្បាច់ណែក្មួយស្រីមើលមកអាយដុំថ្មទឹក10ដុំយកយ័ន្តរត់លឿនមួយពួកខ្ញុំយក8ព្រមព្រៀងតោះមួយម្នាក់ពីរសន្លឹកបិទលើជើងរត់លឿនជាងទន្សាយទៀតសិស្សប្អូនប្រយ័ត្នប្រយ័ត្នប្រលឹងចុងសក់ហ្មងរត់វាបុកមកទៀតហើយបងស្រី2បងស្រី3បងស្រី4ត្រមបន្តិចប្រញាប់ទៅអាធំមើលមកនេះវាសាំក្លិនស្អុយហើយហេសិស្សច្បងអូនភ័យណាស់អូនចិត្តស្លាប់ហើយវានឹងស៊ីស្រីស្អាតដូចជាអូនហើយមួយថ្ងៃនាងស្រែកពាក្យនឹង800ដងហើយមានទ្វាររួចខ្លួនហើយតាកុំទៅនោះជាកន្លែងបាក់កាយ7គេមិនបើកទ្វារឲ្យទេរបាំងការពាររឹងមាំណាស់តើបានជាពស់មិនហ៊ានបុកទៅឲ្យឆ្ងាយទៅកុំនាំសត្វសាហាវមកទីនេះចង់សម្លាប់ពួកយើងឬជាអ្នកកាត់សិលដូចគ្នាបើកទ្វារឲ្យចូលបន្តិចស្លាប់មែនទេកុំនិយាយច្រើនបើបែកទ្វារអញសងមិនរួចទេចេញទៅឲ្យពស់ស៊ីទៅអាពូនឹងឈួតមែនខ្ញុំចាក់វាក៏វាមិនខ្វល់គិតតែដេញតាមសិស្សប្អូនប្រហែលមកពីស្អុយពេកទៅវាក្រពុំគុំខ្លាំងអញ្ចឹងមនុស្សក្នុងទ្វារមនុស្សជាស្អីគេឃើញគេចិត្តស្លាប់ហើយមិនជួយជាមនុស្សបាក់កាយ7បាក់កាយ7ដើមឡើយពួកយើងជាអ្នកឃើញមុនដោយសារចិត្តល្អប្រាប់គេថាមានរឿងចម្លែកដល់ពេលអាពូយ៉ាក់មកគេបែរជាយកពួកយើងធ្វើនុយរួចរត់ទៅពួនបិទទ្វារចិត្តពួកយើងអង្វរយ៉ាងណាក៏គេមិនបើកទ្វារដែរគេចង់ឲ្យពួកយើងធ្វើជាចំណីពូដើម្បីពន្យាពេលបាក់កាយ7ទៀតហើយលើកមុនមួយបង្កាច់ខ្ញុំលើកនេះធ្វើបាបរៀងជើងពួកពុតត្បិតកុំជេរអីមើលក្មេងស្រីនោះចិត្តទ្រាំមិនរួចហើយសិស្សប្អូនទៅតែនៅកម្រិតបង្កើតគ្រីសបើអស់ធៀបទឹកគឺចប់ហើយខ្ញុំទៅប្រាប់ការពិតដល់សិស្សប្អូននាងមានល្បិចច្រើនសិស្សប្អូនពួកនោះជាមនុស្សបាក់កាយ7គេប្លន់កន្លែងជ្រកនិងយកបងធ្វើជាចំណីបាក់កាយ7ឈ្មោះជាបាក់ត្រឹមត្រូវអស្ចារ្យណាស់បើពួកឯងអាក្រក់ដាក់អញហាមបន្ទោសអញថាចិត្តសាហាវសិស្សប្អូនទី7អូនមានក្បាច់រៀបចំពួកអាពាហ៍អស់នឹងហើយនៅឲ្យស្ងៀមទៅរងចាំពួកវាខ្លាយជាចំណីឆ្អែតអាពូនឹងវានឹងចេញទៅហើយអាពូនឹងកាត់អីមិនក៏បុកប៉ះពីវាពីកាលអញ្ចឹងដូចជាបុកឆ្វេងបុកស្ដាំគ្រប់កន្លែងអញ្ចឹងចាំខ្ញុំមើលបន្តិចមើលកាត់អីឃើញខ្មោចមែនស្រែកលោឡាអត់របៀបរៀបរយរៀងច្បងធំនាងនៅមាត់ទ្វារអ្នកណាអ្នកប្រតិបត្តិធម៌ស្រីនោះនិយាយផ្ដេសផ្ដាស
ទ្វារថ្មមានមុនការពារសំបីបិសាចក៏ចូលចិត្តមិនបាននាងជាស្រីម្នាក់អាចធ្វើអីកើតចាំមើលពួកឯងភ័យស្ទើរលេចនំដោយសារអី ហើយមើលឆ្អែតនៅ មិនក៏ជាយេលីងឡុងនាងក៏មានថ្ងៃនេះដែរលើកមុននៅអាកំបាំងក្នុងខាងលិចនាងក្អេងកាំងណាស់តា ពិតជាជួបគំនុំចាស់មែន អញចាំឈរមើលនៅទីនេះមើលអញត្រូវពស់ថ្លាន់យ៉ាក់បុកកិនជាសាច់ជ្រូក ស៊ីលីងយីឆ្លុះគ្នាតាមមាត់មានន័យអីបើពូកែបើកទ្វារចេញមកជេរមុខគ្នាមក ល្បិចបញ្ជុះមិនត្រូវជាមួយអញទេអញមិនគួរសុំឲ្យអញបើកទ្វារទេបើពូកែអញចូលមក ល្អតានេះជាអញសុំអញខ្លួនឯងទេណា ឯង ក្នុងពេលដែលរៀងច្បងស៊ីអញ្ជើញយ៉ាងរវើវាអញ្ចឹងអញមិនក្រែងចិត្តទេ នាងចូលមកបានដោយរបៀបណានេះជាមិនការពារគូហាបុរាណណា ភ្លេចខ្វាក់មែនអញគូទ្វារចូលមកតាគុណភាពទ្វារថ្មនេះអន់ម្លេះដូចដៅបាក់ឈីស៊ីងពួកឯងអញ្ចឹងស្ដាងដូចក្រដាសប៉ះបន្តិចបែកបាត់អាហាអ្នកទាំងអស់គ្នាសុទ្ធតែថ្នាក់កសាងគ្រឹះមិនក៏ឃើញអញដូចឃើញខ្មោចអញ្ចឹងអញគួរឲ្យខ្លាចម្លេះ យេលីងឡុងនាងមើលងាយមនុស្សពេកហើយផ្លូវស៊ូក្រមានឯងមិនដើរបែរជាចូលផ្លូវនរកងាប់ទៅធ្វើអីហ្នឹងប្រុសពេញកម្លាំងថ្នាក់ពន្លកមាសដេញធ្វើបាបក្មេងស្រីថ្នាក់កសាងគ្រឹះមិនខ្មាស់គេទេហេជីចចង់វិគ្នាមកអញក៏ថ្នាក់ពន្លកមាសដែរចាំអញកំដរត្រជាក់ណាស់ទៅឲ្យផុតប៉ុណ្ណឹងសោះកាក់ជាងលើកមុននៅអាតកំបាំងទៀត អូហូនេះមិនមែនជាកម្ពុជាអ្នកខ្លាំងបាក់ឈីស៊ីងទេអីមិនក៏ឥឡូវទ្វារក៏បាត់មនុស្សក៏ដេកស្ទុកអញ្ចឹងប្រហែលជាធ្វើបាបគេច្រើនពេកទើបត្រូវពីនៃអញ្ចឹងមែនទេរៀងច្បងស្រីទី2និយាយត្រូវគឺសំមុខហើយ ពួកឯងកុំជ្រុលពេកទីនេះពួកអញអ្នកប្រមាញ់បានមុនទេ រៀងច្បងស្រីទី2ជេរវាទៀតជេររបានល្អណាស់មកពីពួកឯងទាំងអស់បើគុំតែពួកឯងវាបំបែកទ្វារមិនក៏មិនការពាររលាយឥឡូវល្អហើយត្រូវងាប់ទាំងអស់គ្នា ងាប់ក៏ងាប់ទៅទោះជាងាប់ក៏ត្រូវអូសពួកពុតត្បិតឯងទៅជួយងាប់ដែរយ៉ាងណានៅខាងក្រៅក៏ត្រូវពូស៊ីមិនស្មើចូលមកអូសពួកឯងទៅឲ្យពូស៊ីទាំងអស់គ្នាទៅផ្លូវនរកមិនបានអផ្សុកល្អតា នាងពិតជាស្រីឈួតមែនបានហើយកុំឆ្លោះគ្នាទៀតក្នុងពេលដែលគ្មានអ្នកណាចង់ងាប់គូសខ្សែចែកដែនកំណត់មកចែកជា9ភាគជារបស់បាក់ឈីងសៀនពួកយើងចំណែកកុកគៀបនោះជារបស់ពួកឯង អាស្រ័យលើអីពួកឯងមានរាប់សិបនាក់ពួកឯងមានតែ6នាក់ អាស្រ័យលើកណ្ដាប់ដៃតាបើពួកឯងហ៊ានឈានជើងចូលមួយជំហានរៀងច្បងទី7ខ្ញុំនឹងវាភ្លាមមកមួយវាស្លាប់ហើយបោះទៅឲ្យពូស៊ីពន្យាពេលឲ្យពួកយើងទៀត ល្អទឹកអណ្ដូងមិនប៉ះទឹកទន្លេពួកឯងក៏កុំឃ្លានឆ្លងដែនឲ្យសោះបើពួកឯងហ៊ាន អញឆ្លងដែនហើយយ៉ាងម៉េចមកខំអញមករៀងច្បងតូចមិញនេះគ្រោះថ្នាក់ណាស់មិនមានរងរបួសទេមែនទេអត់អីទេគ្រាន់តែបិទយន្តលបឿនច្រើនពេកដើរលឿនពេកចង់វិលមុខបន្តិចប្រញាប់ញ៉ាំទៅនេះជាថ្នាំសម្រួលអារម្មណ៍ដែលបងផ្សំខ្លួនឯងញ៉ាំទៅលេងវិលមុខហើយស្រួលជាងមុនច្រើនអរគុណរៀងច្បងស្រីទី4 ត្រូវហើយនេះជាទឹកឃ្មុំការអាប់ទឹកកកដែលខ្ញុំទៅប្រមូលបានខ្ញុំមិនចេះផ្សំថ្នាំទេជូនរៀងច្បងស្រីទី4ជាកាដូនេះជាទឹកឃ្មុំការអាប់ទឹកកកធំម្លេះមួយដបនេះធំមែនខ្ញុំគ្រាន់តែដកយកបន្តិចតើស្មានតែតិចតួចមួយដបនេះយ៉ាងហោចណាស់ក៏ផ្សំបានថ្នាំចិត្តពាន់គ្រាប់ដែរ ថ្លៃធ្នូពេកហើយនេះស្មើនឹងធំវិញ្ញាណរាប់សិបដុំណាមានបានហើយអាពេកញុកនេះមិនក៏សំណាងល្អម្លេះហេខ្ជិះជីរបស់ទឹក រៀងច្បងស្រីទី3លើថាបងពូកែខាងឆ្នៃអាវុធរ៉ែមាសចម្រាញ់ពីសត្វស្លាប់មាសសម្រាប់ចម្រាញ់ពីបក្សីស្លាប់មាសមិនទាន់អស់ទេយកទៅឯងនេះផ្ទះនាងមានអណ្ដូងរ៉ែមែនទេនោះជាមាសសម្រិតណាប៉ុនក្រចកដៃក៏ថ្លៃកប់ពុកដែរ
លោកគ្រូយើងសំបីតែស្មៅមួយសរសៃក៏មិនដែលឲ្យផងគិតទៅគួរឲ្យតូចចិត្តណាស់ ស្រីពើល្មមហើយមានច្រើនម្លេះអាចទិញគ្រឿងបំពាក់ឲ្យបាក់យើងទាំងមូលបានហើយអញ្ចឹងទិញទៅនៅសល់យកទៅលក់ទិញឆ្អឹងជំនីជ្រូកញ៉ាំសៀវចិត្តទី2នេះជាគម្ពីរធរជាន់ខ្ពស់បងស្រីរើសមើលទៅក្រែងលោត្រូវចិត្តនេះជាថ្នាក់អាតកំបាំងជាន់ខ្ពស់ឯមួយនេះថ្នាក់ដីឃ្លីស្រីពើឯងពូកែហួសថ្លៃហើយនេះជាគ្រឿងបំពាក់ធម្មតារបស់បាក់ឈីងស្វានយើងទេលើកក្រោយមានរបស់ល្អចាំខ្ញុំឲ្យទៀត គេនេះគ្រាន់តែជាគ្រឿងធម្មតាទេអីឡូវឆៃពេកហើយល្អជាងបាប់កាយ7និងវាំងយិនយិកឆ្ងាយណាស់ ចុះលោកពូនេះជាអ្នកណាមនុស្សបាក់យើងមែនទេនេះជាសម្លាញ់ធរដងហ្វាំងជីនជាអ្នកប៊ូសេរីធ្វើដំណើរតាមផ្លូវបានគាត់ជួយមើលថែច្រើនណាស់ ខ្ញុំដងហ្វាំងជីនសូមគោរពទេវតាត្រកតូចអូមិនមែនទេគោរពសម្លាញ់ធរយាយ រីករាយដែលបានស្គាល់មែនហើយមិនទាន់បានណែនាំខ្លួនជាផ្លូវការទេខ្ញុំឈ្មោះយាយលីងឡុងខ្ញុំជាសៀវជាតិទី2គឺស៊ីនឡានមីអូនទី3ម៉ូរូលីននិងអូនទី4ហ៊ូស៊ីឈីងទៅថ្ងៃមុខពួកយើងជាគ្រួសារតែមួយហើយ ពិតជាគ្រួសារតែមួយមែនព្រោះបន្តិចទៀតត្រូវងាប់ជុំគ្នាហើយទៅចាប់ជាថ្មីឲ្យបានព្រមគ្នាទៅមើលស្អីអាសត្វពស់យក្សខាងក្រៅចិត្តបុកចូលមកហើយទោះពួកឯងមានលុយមានអាវុធទឹកក៏ដោយក៏គង់តែញាប់ដល់ឯហ្នឹង អរគុណដែលបានរំលឹកខ្ញុំទើបតែនឹកឃើញវិធីចេញទៅក្រៅល្មម ស្អីគេ គ្រាន់តែត្រូវហត់នឿយដល់សម្លាញ់ធរបាក់កាយ7បញ្ចេញស្នាដៃបន្តិចហើយ នេះជាស្អីហ្នឹង យន់សពសម្រាប់ការពារជីវិត ផ្ទុះអាចមែនទេនេះជួយផងផ្សារភ្នែកណាស់ចិត្តខ្វាក់ភ្នែកហើយនាងជាមនុស្សវិកលចរិតមែនទេ ខ្ញុំចង់ប្រើសាកសពនេះតាក់ទាញពស់យក្សដើម្បីឆ្លៀតឱកាសបំបែករបាំងការពារ តាក់ទាញយ៉ាងម៉េចទៅ ប្រកាសជាត្រូវពឹងសម្លាញ់ធរបាក់ល្បីឲ្យជួយហើយមកម្នាក់មួយដុំមិនឲ្យខកបំណងទេ នាងចង់ធ្វើអីកុំចូលមកចិត្តអញសម្លាញ់ធរយាយពួកយើងដឹងខុសហើយកាលពីមុនដែលមិនបើកទ្វារគឺត្រូវគេបង្ខំទេមិនហើយលើកក្រោយឲ្យតែជុកអ្នកទោះបីជាត្រូវប្រឆាំងនឹងបញ្ជីស៊ីហ្វុងធំក៏ពួកយើងបើកទ្វារឲ្យដែរមិនហ៊ានទុកអ្នកនៅខាងក្រៅទៀតទេពេលនេះពួកអញហ៊ានទម្លាក់កំហុសមកលើអញផងអីនិយាយឲ្យច្បាស់មើលអញជាអ្នកបិទទ្វារមិនឲ្យពួកគេចូលមែនទេ តាមពិតឯងជាមេខ្លោងសោះយល់ហើយមកអញ្ចឹងយកដុំធំជាងគេនេះទៅមកពីខ្ញុំចិត្តល្អទេទើបផ្ដល់ឱកាសឲ្យឯងធ្វើជាតួឯកបន្តិចទៀតរត់ឲ្យលឿនទៅណា អញមិនបិទទេយាយលីងឡុងនាងហ៊ានអីចង់បិទឬចង់ងាប់ រួចរាល់ហើយរៀបចំខ្លួនតម្រង់ជួរឲ្យត្រង់រក្សាសណ្ដាប់ធ្នាប់ចេញទៅម្ដងម្នាក់ហាមដណ្ដើមគ្នាណាទៅចុះ អញមិនទាន់ងាប់ទេអីហេតុអីក៏អញរត់លឿនម្លេះ មិនអន់ទេអាល្អិតនេះរត់លឿនជាងការគិតរបស់ខ្ញុំទៅទៀតមានអនាគតល្អតាអ្នកបន្ទាប់ទៅចុះ ឈៀតឱកាសនេះពួកយើងប្រញាប់ហោះទៅច្រកចូលទៅ សិស្សបាក់កាយ7ស្ដាប់បញ្ជាប្រមូលផ្ដុំគ្នាសម្រុកទៅទ្វារធំបើពួកគេមិនចង់ឲ្យយើងរស់ពួកយើងក៏មិនឲ្យពួកគេរត់រួចខ្លួនដែរពួកគេមើងងាយមនុស្សពេកហើយគ្រប់គ្នាមកជាមួយអញមនុស្សច្រើនណាស់ហេតុអីមានតែអញម្នាក់ឯងដូចមនុស្សឈួតរត់មកឲ្យគេវាអញ្ចឹងចុះគិតយូរជាស៊ីហ្វុងធំរបស់អញនៅណាទៅម៉ែឲ្យ ស្រីពើប្រញាប់លេបទៅធម្មពលទឹកគ្រប់គ្រាន់ទេ សៀវហ្វុងធំស្រីតូចម្នាក់នោះគួរឲ្យទុកចិត្តបានទេរបស់ទាំងនេះសូម្បីតែស្រីពើបាក់យើងក៏មិនចេះធ្វើដែរមនុស្សម្នាក់មានជំនាញរៀងខ្លួនស្រីពើយើងជាកំពូលអ្នកពូកែធាតុភ្លើងហាត់វិជាគុណផ្លូវត្រូវមានតែយាយលីងឡុងទេមានតែពួកសមត្ថភាពអន់ដូចយាយលីងឡុងទេទើបប្រើល្បិចថោកទាបបែបហ្នឹងឯងនិយាយមិនខុសទេសង្ឃឹមថាទ្រឹស្ដីដ៏អស្ចារ្យរបស់ឯងនឹងល្បីល្បាញពេញបាក់កាយ7ទៅចុះកុំបដូរឲ្យសោះណា សូត្រមុនសេលបើកឲ្យយើងភ្លាម បើកហើយ
ខ្ញុំនេះពិតជាចិត្តល្អពេកហើយនៅខំជួយប្រមានអ្នកមកក្រោយទៀត នាងប្រកាសថានឹងជាការប្រមានមែនទេឲ្យតែឃើញអក្សរបែបហ្នឹងនរណាក៏ចង់ចូលទៅរកកំណត់ដែរនាងកំពុងតែបោកគេឲ្យទៅងាប់ច្បាស់ណាស់ ទោះបីជាឯងនិយាយត្រូវមែនតែខ្ញុំមិនចូលចិត្តស្ដាប់ទេតោះឥឡូវចេញមកក្រៅដោយសុវត្ថិភាពហើយដល់ពេលទូទាត់បញ្ជីហើយតើទាំងរឿងដណ្ដើមរូងភ្នំទាំងរឿងបិទទ្វារធ្វើបាបគេគិតយ៉ាងម៉េចវិញចំពោះរឿងនេះបានហើយសិស្សច្បងរបស់ឯងត្រូវបានដកសិទ្ធិនិយាយហើយព្រោះគាត់រំខានពេកឥឡូវឲ្យឯងនិយាយម្ដងអត់និយាយមែនទេអញ្ចឹងឲ្យសិស្សច្បងឯងក៏អស់មួយជីវិតទៅចុះខ្ញុំក៏ចង់ស្ងាត់ត្រចៀកដែរ ប្រញាប់និយាយទៅគឺសិស្សច្បងខ្ញុំចង់និយាយថាទោះបីជាពួកយើងមិនព្រមបើកទ្វារមុននេះជាកំហុសមែនតែក្រោយមកអ្នកនាងយកពួកយើងធ្វើជាចំណីឲ្យពួកយ៉ាក់លេងពេញមួយរសៀលដែលតើចាត់ទុកថាស្មើគ្នាទៅចុះស្មើគ្នានិយាយលេងសើចអីហ្នឹងឲ្យពួកឯងលេងជាមួយពួកយ៉ាក់គឺដើម្បីឲ្យពួកឯងមានប្រយោជន៍ខ្លះតើបើគូក្បាលមិនដាក៏ត្រូវប្រើកម្លាំងបាយមកប៉ះប៉ល់ដែរនេះជាច្បាប់ធម្មតាទេ សិស្សច្បងខ្ញុំចង់សួរថាចុះអ្នកនាងចង់បានសំណងអីវិញ ទោះបីជាជីវិតសិស្សបាក់ថេងឆ្វេនរបស់យើងជាទ្រព្យមិនអាចកាត់ថ្លៃបានក៏ដោយតែគិតថាបកកាយ7របស់ពួកឯងក្រពេកខ្ញុំក៏មិនទាច្រើនពេកដែរសូមតែធ្វើវិញ្ញាណកម្រិតមធ្យម1000ដុំជាថ្លៃខូចខាតផ្លូវចិត្តទៅចុះមិនច្រើនទេមែនអត់ អ្នកនាងយីសិស្សច្បងខ្ញុំសួរថាតើអាចសុំចុះថ្លៃបន្តិចបានទេ ធ្វើវិញ្ញាណ1000ដុំនឹងច្រើនណាស់មែនទេពួកឯងដឹងអត់ថាលុយប៉ុណ្ណឹងសម្រាប់ពួកយើងគឺគ្រាន់តែជាកំទេចលុយសោះនឹងអញ្ចឹងក៏បានដែរឃើញថាពួកឯងក្រគួរឲ្យអាណិតពេកត្រូវរស់ពឹងលើធ្វើវិញ្ញាណប៉ុណ្ណឹងខ្ញុំមិនយកក៏បានអញ្ចឹងមានតែពួកឯងត្រូវលុតជង្គង់សុំទោសពួកយើងហើយត្រូវសរសេរសម្បត្តិសារភាពកំហុសបញ្ជាក់ពីការដឹងខ្លួននិងការបដិញ្ញាកាយខ្លួនឲ្យច្បាស់លាស់គ្រប់គ្នាត្រូវតែចុះហត្ថលេខានិងព្រឹត្តមេដៃទាំងអស់គ្នាល្បិចនេះសាហាវពេកហើយសងលុយជារឿងតូចតែទេតែបើព្រមចុះហត្ថលេខាលើលិខិតសារភាពកំហុសនេះវានឹងក្លាយជាស្នាមប្រឡាក់អស់មួយជីវិតមើលទៅតាមចរិតរបស់យីលេងឡងនាងច្បាស់ជាចម្លងសម្បត្តិសារភាពនេះរាប់ម៉ឺនច្បាប់ហើយយកទៅបិទពេញក្តារព័ត៌មានក្នុងពិភពគុណមិនខានឡើយដល់ពេលនោះតើឲ្យឆៃលេងឲ្យខ្ញុំមានមុខមាត់ដើរហាត់ក្នុងសង្គមទៀតយ៉ាងម៉េចទៅសម្បត្តិសារភាពនេះពួកយើងមិនអាចសរសេរបានទេអ្នកនាងយីពួកយើងនឹងខំប្រមូលធ្វើវិញ្ញាណ1000ដុំឲ្យអ្នកនាងវិញមិញនេះថាគ្មានធ្វើវិញ្ញាណទេដល់ពេលខ្ញុំដូរពីនៃឲ្យសរសេរសម្បត្តិវិញឥឡូវបែរជាមកប្រាប់ថាអត់សរសេរទៅវិញយកឲ្យច្បាស់ផងពួកឯងជាអ្នកខុសហើយជាអ្នកត្រូវមកសុំទោសគេណាតើមានសិទ្ធិអីមកចរចារើសនេះរើសនោះនៅទីនេះស្មានតែទីនេះជាផ្សារលក់បន្លែមែនទេតែបើពួកយើងសរសេរសម្បត្តិសារភាពនេះពួកយើងច្បាស់ជាចប់ហើយមានន័យថារហូតមកដល់ពេលនេះពួកឯងនៅតែមិនគិតថាខ្លួនឯងខុសទៀតមែនទេសិស្សច្បងខ្ញុំចង់មានន័យថាពួកយើងពិតជាខុសមែនតែទោះមិនធ្ងន់ដល់ថ្នាក់នឹងទេបានផ្ដល់ឱកាសចុងក្រោយឲ្យជ្រើសរើសសងធ្វើវិញ្ញាណឬសរសេរសម្បត្តិសារភាពសងធ្វើវិញ្ញាណទោះបីជាត្រូវទឹកខ្ចីលុយគេក៏ពួកយើងព្រមសឹងដែរល្អណាស់ឃើញថាមានចិត្តស្មោះត្រង់បែបនេះសងធ្វើវិញ្ញាណកម្រិតមធ្យម10000ដុំមកអីគេហ្នឹងមិញនេះមិនមែនតែ1000ទេអីមិនក៏មួយប៉ព្រិចភ្នែកឡើងដល់10000ទៅតាមចំនួនដងដែលពួកឯងប្រឡាស់សម្ដីនឹងឯងបើហ៊ាននិយាយច្រើនទៀតឡើង20000មកសំបីតែលក់ពួកយើងចោលក៏រកលុយមិនបានប៉ុណ្ណឹងដែរអញ្ចឹងសរសេរសម្បត្តិជំពាក់ទៅការប្រាក់គិតតាមច្បាប់ចងការខ្ពស់បំផុតនេះជាអន្ទាក់ច្បាស់ណាស់ឲ្យតែព្រមចុះហត្ថលេខាថ្ងៃក្រោយជួបមនុស្សបាក់ King Queen ច្បាស់ជាត្រូវដើរអង្ក្បាលរហូតហើយរៀបតបការពារដកថយទាំងអស់គ្នាយីលេងឡងភាពអាម៉ាស់នៅថ្ងៃនេះថ្ងៃក្រោយខ្ញុំនឹងសងសឹកវិញទ្វេដងមិនគួរឲ្យពួកវាកិច្ចខ្លួនរួចសោះពិតជាធូរស្រាលឲ្យពួកវាពេកហើយនរណាទៅគិតទៅដល់ថាស្ថាបនិកបាក់ផ្កាយ7ខំបង្កើតល្បិចដាវដ៏អស្ចារ្យនេះឡើងតែជាសម្រាប់ឲ្យពួកសិស្សចៃរត់កិច្ចខ្លួនទៅវិញល្បិចថោកទាបបែបនេះមិនមែនជាស្ទីលរបស់ពួកទូអាក្រក់ទេអីតែពួកបាក់សុចរិតទាំងនេះប្រើទៅបែរជាស្ទាត់ជំនាញជាងពួកយើងទៅទៀតបងស្រីពៅឈោស្ងៀមមិនកម្រើកសំបីតែដាវក៏មិនទាន់ហូតចេញពីស្រោមផងមានន័យថារឿងនេះមិនទាន់ចប់ស្រួលទេបងស្រីពៅតើយើងត្រូវធ្វើម៉េចបន្តទៀតចង់ឲ្យបងទៅចាប់ពួកវាមកវិញអត់មិនបាច់ដេញតាមទេហ៊ានមកប្រមាថសិស្សច្បងរបស់ខ្ញុំនឹងធ្វើឲ្យពួកវាស្គាល់រសជាតិរស់មិនរស់ងាប់មិនងាប់ជាមិនខានឃើញនៅនេះហើយជាកម្ពុជាអ្នកខ្លាំងរបស់បាក់ផ្កាយ7យើងគឺសិស្សប្អូនស្រីរបស់ខ្ញុំយេរងយៀតនឹកស្មានមិនដល់ថានាងអាចសម្លាប់បាក់សីភ្លើងកម្រិត3តែម្នាក់ឯងសោះខ្លាំងមែនទែនស័ក្តិសមជាសិស្សផ្ទាល់របស់បាក់ផ្កាយ7ពិតមែនបែបនេះមិនល្អជាងអាស្រ័យចង្រៃយេលីងឡុងនោះ100000ដងទេអីអាស្រ័យម្នាក់នោះចេះតែល្បិចចោខ្វក់គ្មានបានការអីសោះសិស្សច្បងនិយាយត្រូវហើយយេលីងឡុងមិនអាចប្រៀបជាមួយសិស្សប្អូនយេបានឡើយហេយេលីងឡុងគ្រាន់តែឆ្លៀតឱកាសពេលខ្ញុំរបួសធ្ងន់ទើបហ៊ានប្រហារដាក់ខ្ញុំតែប៉ុណ្ណោះបើជួបខ្ញុំពេលជាសះស្បើយឬជួបរងយៀតនាងគ្មានតម្លៃអីសោះអ្នកខ្លាំងពិតប្រាកដត្រូវតែស្មោះត្រង់ដូចជារងយៀតអញ្ចឹង
មនុស្សថោកទាបចូលចិត្តលួចឆ្មក់ដូចជាយាយលីងឡុងសំបីតែជូតស្បែកជើងឲ្យនាងក៏មិនសមផងនាងជាស្អីទៅ មែនហើយតើនាងជាស្អីទៅចេះ ខ្មោចលងហើយរត់រងយាជួយខ្ញុំផង មានរឿងអីហ្នឹងហេតុអីក៏ស្លន់ស្លំម្លេះ ពួកវាដេញតាមមកទៀតហើយ ជាអ្នកណាយាយលីងឡុងសម្រាមដូចជានាងហេតុអីអាចមកដល់ទីនេះបានទៅតែល្អហើយនាងមានគម្ពីរភ្លើងហ្វូនីកជាប់ខ្លួនមកដល់ទីនេះស្រួលខ្ញុំដណ្ដើមយកមិនបាច់ហត់ទៅរកលីងឡុងហេតុអីប្អូនមកដល់ទីនេះល្អណាស់ដែលបានជួបប្អូនបងស្រីទាំងអស់នេះគឺត្រូវអរគុណសិស្សច្បងបាក់ផ្កាយ7ហើយផ្លូវនេះគ្រោះថ្នាក់ណាស់តែបានពួកគាត់ជួយសម្រួលព្រមទាំងធ្វើជាចំណីតាក់ទាញសត្វសាហាវហើយថែមទាំងចែកក្នុងវិញ្ញាណឲ្យពួកយើងចាយទៀតទើបពួកយើងមកដល់ទីនេះដោយសុវត្ថិភាព មែនហើយពិសេសគឺសិស្សច្បងស៊ីតែម្ដងគាត់ពិតជាចិត្តល្អណាស់ អូអញ្ចឹងទេហោសិស្សច្បងពួកបងហត់នឿយហើយ នាងនិយាយឈួតអីហ្នឹងជួយមើលថែធ្វើជាចំណីខ្ញុំនឹងហេះបាននិយាយការពិតថាត្រូវនាងដេញសម្លាប់មិនត្រឹមតែខូចឈ្មោះជាមនុស្សល្អទេថែមទាំងធ្វើឲ្យបាក់ខ្មាស់គេទៀតគ្មានអីទេពួកយើងជាអ្នកដើរផ្លូវធម៌ដូចគ្នាត្រូវតែជួយគ្នាហើយផ្លូវខាងមុខរឹតតែពិបាកគួរតែធ្វើដំណើរជាមួយគ្នាទៅដើម្បីងាយស្រួលមើលថែគ្នាទុកឯងនៅក្បែរខ្លួនសិនចុះចាំពេលសាច់មនុស្សឲ្យរងយិតសម្លាប់ឯងចោល បងប្រហែលជាមិនប្រកាន់ដែលនាំពួកយើងជាបន្ទុកទៅជាមួយទេមិនប្រកាន់ទេឯងជាប្អូនស្រីបងការពីឯងជាកាតព្វកិច្ចរបស់បងហើយល្អណាស់ទុកឯងនៅក្បែរខ្លួនងាយស្រួលឲ្យខ្ញុំរកឱកាសដណ្ដើមយកគម្ពីរភ្លើងហ្វូនីកបងស្រីបងវាសម្រាប់សត្វស្លាប់អំបាញ់មិញគឺដើម្បីបេះផ្លែឈើភ្លើងនោះមែនទេហេតុអីនាងដឹងទៅវិញដើមឡើយខ្ញុំចង់លួចលាក់ទុកស្ងាត់តើព្រោះរបស់នេះមានតម្លៃណាស់មិនគួរឲ្យគេឃើញឡើយអូមែនហើយ នឹកស្មានមិនដល់ថាជាផ្លែឈើភ្លើងសោះនោះជាកម្រងរតនសម្បត្តិជួយទម្លាយកម្រិតយុទ្ធឃើញទៅមានតែរងយាម្នាក់គត់ដែលមានសមត្ថភាពសម្រាប់សត្វសាហាវកម្រិត3ដើម្បីយកផ្លែឈើភ្លើងដែលគ្រប់គ្នាប្រាថ្នានេះបានឃើញហើយនេះជាផ្លែឈើភ្លើងតើគួរឲ្យច្រណែនខ្លាំងណាស់បងស្រីខ្ញុំចិត្តទូលាយណាស់ថែមទាំងស្រឡាញ់សិស្សរួមបាក់ទៀតពួកបងរួមសុខរួមទុក្ខជាមួយគាត់ពេលគាត់បានរបស់ល្អបែបនេះច្បាស់ជាមិនទុកម្នាក់ឯងទេត្រូវតែចែកគ្នាហើយមែនទេយាយលីងឡុងឯងយឺដងឲ្យយើងមែនទេផ្លែឈើភ្លើងនេះយើងហត់ស្ទើរស្លាប់ទៅបានមកហេតុអីត្រូវចែកឲ្យអ្នកអតីពីមុនមិនដែលធ្លាប់មានរឿងបែបនេះឡើយ ពីមុនយាយលីងឡុងចែករបស់ឲ្យសិស្សច្បងនាងមិនទាំងស្ទាយផងសិស្សប្អូនរងយាកច្បាស់ជាមិនកំណាញ់មិនចែកពួកយើងខ្លះទេ ហេតុអីខ្ញុំមិនមែនជាសិស្សបាក់ផ្កាយ7ទៅណោះបើមិនអញ្ចឹងទេខ្ញុំក៏អាចចែកបានខ្លះដែរច្រណែនពួកបងពិតមែនឯងមិនមែនជាសិស្សបាក់ផ្កាយ7មែនតែឯងជាប្អូនស្រីនាងតើឪពុកម្ដាយឯងចិញ្ចឹមនាងច្រើនឆ្នាំមកនេះនាងមិនអាចចែកឲ្យតែសិស្សរួមបក់ហើយមិនចែកឲ្យឯងនោះទេកុំបារម្ភអីឯងក៏មានចំណែកដែរមែនហើយឯងនិយាយត្រូវណាស់បងស្រីគាត់មិនធ្វើបាបខ្ញុំបែបនេះឡើយយាយលីងឡុងឯងចង់ធ្វើបាបយើងមែនទេចង់បង្ខំយើងឲ្យតច្រហេះផ្លែឈើភ្លើងនេះមិនអាចចែកដាច់ខាតឲ្យតែពួកសិស្សច្បងយល់ការនិយាយបដិសេធមិនយកនោះយើងនឹងរួចខ្លួនហើយបាក់ផ្កាយ7មិនដែលធ្លាប់មានច្បាប់ចែករបស់គ្នាឡើយឈួតអស់ហើយមែនទេស៊ីយូឆិនគេជាតួឯកប្រុសដែលត្រូវជាគូជាមួយយាយរងយាកក្នុងសៀវភៅដើមគេមានចរិតត្រជាក់ស្រទន់ខ្លាំងពូកែហើយស្រឡាញ់រងយាកស្មោះស្ម័គ្របំផុតពេលនាងប្រយុទ្ធយ៉ាងលំបាកពួកឯងមិនបានជួយអ្វីសោះពួកឯងគ្មានសិទ្ធិមកចែករំលែករបស់ដែលនាងរកបានឡើយ ទឹកដីសម្ងាត់ភ្នំនេះគឺជាកន្លែងដែលពួកគេទាំងពីរចាប់ផ្ដើមមានចិត្តលើគ្នាហើយតើឯងជាអ្នកណារឿងរបស់បាក់ផ្កាយ7យើងតើឯងមានសិទ្ធិអីមកចេះដឹង អូហូនេះជាការប្រច័ណ្ឌគ្នារវាងអ្នកតាមស្រឡាញ់និងតួឯកប្រុសពិតប្រាកដមែនទេចង់មកមែនទេសិស្សច្បងខ្លាំងពូកែណាស់ប្រសិនបើថ្ងៃណាមួយយាយរងយាកចង់សម្លាប់សិស្សរួមបក់របស់ខ្ញុំហើយស៊ីយូឆិននៅខាងនេះនោះរឿងនេះច្បាស់ជាពិបាកដោះស្រាយមិនខាន